សម្រាប់ឆាក្តៅកង្កែបនេះគឺមានរសជាតិឆ្ងាញ់ណាបងប្អូនហើយក៏ងាយស្រួលក្នុងការធ្វើដែរបងប្អូនចាហើយសម្រាប់ឆាកង្កែបនេះយើងអាចញ៉ាំជាមួយនឹងបាយក៏បានឬក៏ញ៉ាំលេងក៏បានដែរឬក៏ញ៉ាំជាមួយភេសជ្ជៈជាក់ក៏បានដែរបងប្អូនចាឥឡូវនេះខ្ញុំសូមមកធ្វើការបង្ហាញឲ្យបងប្អូនជាដំបូងគឺខ្ញុំលីងកុលក្រៃហ្នឹងជាមួយរំដេងរមៀតហើយនឹងស្លឹកក្រូចសើចណាបងប្អូនចាបន្ទាប់ពីខ្ញុំលីងហើយហ្នឹងគឺខ្ញុំដាក់ទៅជាមួយនឹងកង្កែបតែម្ដងហើយកង្កែបនេះគឺខ្ញុំយកទៅពងវាហើយម៉ាសាសិនបងប្អូនដើម្បីកុំឲ្យវាចេញទឹកអញ្ចឹងណាបងប្អូនចាហើយនឹងកាត់ជាឆ្អាបដែរឥឡូវនេះខ្ញុំកូរច្របល់គ្នាកុលក្រៃជាមួយនឹងកង្កែបនេះរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងគ្រឿងរបស់យើងតែម្ដងបងប្អូនចាដែលមានដូចជាអំបិលស្ករប៊ីចេងទឹកត្រីយើងលៃលកទៅតាមនឹងចំនួនសាច់របស់យើងណាបងប្អូនចាបន្ទាប់ពីខ្ញុំបានដាក់គ្រឿងក្រៅទាំងអស់នឹងចូលទៅរួចរាល់ហើយអស់គឺខ្ញុំចាប់ផ្ដើមកូរគ្រឿងទាំងអស់នឹងចូលគ្នាហើយបាទខ្ញុំដាក់ទៅជាមួយនឹងទឹកប្រេងខ្យងណាបងប្អូនចាសម្រាប់ទឹកប្រេងខ្យងដែរគឺយើងប្រើក្នុងបរិមាណល្មមតែសម្រាប់ខ្ញុំគឺប្រើនឹងគឺចំនួន1ស្លាបព្រាបាយអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាម្ដងទៀតអញ្ចឹងណាបងប្អូនបន្ទាប់មកគឺខ្ញុំថែមទៅជាមួយនឹងម្ទេសដៃនាងណាបងប្អូនសម្រាប់ម្ទេសបងប្អូនអាចលីងពីដំបូងជាមួយនឹងកុលក្រៃក៏បានហើយដាក់ពេលហ្នឹងក៏បានដែរបងប្អូនចាបន្ទាប់មកគឺខ្ញុំថែមទៅជាមួយនឹងទឹកបន្តិចដើម្បីយើងមានទឹកងាយស្រួលក្នុងការភ្លក់អញ្ចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំកូរគ្រឿងទាំងអស់ហ្នឹងចូលគ្នាឲ្យបានទឹកពុះល្អហើយគឺខ្ញុំចាប់ផ្ដើមធ្វើការភ្លក់តែម្ដងបងប្អូនចាហើយបន្ទាប់ពីខ្ញុំភ្លក់គ្រឿងហើយគឺមានរសជាតិឆ្ងាញ់ល្មមតែម្ដងបងប្អូនចានិយាយទៅឆាក្តៅកង្កែបនេះបងប្អូនអាចធ្វើរសជាតិឲ្យរៀងដិនតិចបងប្អូនហ្នឹងណាបើវាមានរសជាតិឆ្ងាញ់ហើយបើបងប្អូនចូលចិត្តម្ទេសគឺយើងអាចដាក់ច្រើនបានចាឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងស្លឹកម្រះព្រៅណាបងប្អូនហើយស្លឹកម្រះព្រៅនេះបងប្អូនដាក់នៅពេលដែលកង្កែបយើងបានឆ្អិនហើយនឹងយើងភ្លក់គ្រឿងក្រៅអីហើយអស់ណាបងប្អូនចាឥឡូវនេះឆាកង្កែបរបស់ខ្ញុំក៏បានរួចរាល់ហើយបងប្អូនហើយបងប្អូននៅពេញចិត្តនៅវីដេអូនេះបងប្អូនអាចជួយ Subscribe និង Share វីដេអូរបស់នាងខ្ញុំបាទសូមអរគុណបងប្អូន